នៅក្នុងអត្ថបទថ្ងៃនេះគឺយើងនឹងរៀនអំពីការផ្លាស់ប្ដូររបស់អ្នកដឹកនាំហើយវាមានទាំងអស់នោះគឺ6ចំណុចដូចនៅខាងក្រោមអញ្ចឹងយើងនឹងរៀបរាប់ពីចំណុចទី1រហូតដល់ចំណុចទី6ចំណុចទី1នេះគឺគេចង់និយាយអំពីការសម្របខ្លួនទៅនឹងពិភពលោកមួយដែលតែងតែមានការផ្លាស់ប្ដូរជានិច្ចការដែលអាចក្លាយទៅជាអ្នកដឹកនាំដ៏ល្អម្នាក់មិនមែនជារឿងមួយដែលងាយស្រួលទេវាត្រូវការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីឲ្យកន្លែងហ្នឹងដើម្បីឲ្យស្ថាប័នមួយហ្នឹងទទួលបាននូវភាពជោគជ័យហើយបន្ទាប់មកយើងក៏ត្រូវដឹងដែរថាគួរថែរក្សាវាបែបម៉េចដើម្បីឲ្យវាហ្នឹងនៅគង់វង្សយូរវែងបានអញ្ចឹងនេះគឺសិតតែជារឿងរបស់អ្នកដឹកនាំទាំងអស់ដែលត្រូវធ្វើហើយមូលហេតុដែលធ្វើឲ្យការដឹកនាំមានភាពលំបាកគឺដោយសារតែពិភពលោកអត់នៅដដែលទេពិភពលោកគឺតែងតែផ្លាស់ប្ដូរជាពិសេសគឺនៅក្នុងរយៈពេល20ឆ្នាំចុងក្រោយនេះដូចនេះហើយវាគឺជាមូលហេតុមួយដែលគេនិយាយថាការដឹកនាំគឺត្រូវតែមានការកែប្រែនិងការអភិវឌ្ឍខ្លួនជាបន្តបន្ទាប់បើសិនជាយើងពិតជាចង់ឈរជើងឲ្យជាប់នៅទីតាំងកន្លែងមួយនឹងមែនអ្នកដឹកនាំត្រូវតែតាមដានការផ្លាស់ប្ដូរដែលប៉ះពាល់ទៅដល់ស្ថាប័នរបស់ខ្លួនហើយក៏ត្រូវដឹងថាខ្លួនឯងនឹងត្រូវសម្របខ្លួនបែបម៉េចឲ្យបានត្រឹមត្រូវហើយបើសិនជាយើងអត់អាចផ្លាស់ប្ដូរយើងអត់អាចបត់បែនទាន់ពេលវេលាទេប្រហែលជាអាចប្រឈមនឹងការបរាជ័យច្រើនណាស់នៅក្នុងការដឹកនាំរបស់យើងការផ្លាស់ប្ដូរវាពិតជាមានល្បឿនលឿនខ្លាំងណាស់ហើយក៏អត់មានអ្នកណាគេអាចគ្រប់គ្រងវាបានទាំងស្រុងដែរនៅពេលដែលការផ្លាស់ប្ដូរមួយមកដល់យើងមិនអាចប្រឈប់វាបានទេយើងអាចត្រឹមតែប្រឹងសម្របខ្លួនយើងឲ្យទាន់មុនពេលដែលវាហ្នឹងបានមកបោកបក់ឲ្យយើងដួលតែប៉ុណ្ណោះអញ្ចឹងកន្លែងត្រង់នេះជាអីដែលគេចង់ឲ្យយើងនឹងចាប់អារម្មណ៍ការផ្លាស់ប្ដូរមួយវាពិតជាលឿនហើយយើងក៏អត់អាចគ្រប់គ្រងវាបានដែរតែស្អីដែលយើងអាចធ្វើបានគឺត្រូវបត់បែនសម្របខ្លួនយើងនឹងឲ្យទាន់ពេលវេលាហើយមនុស្សជាច្រើនណាមិនចូលចិត្តធ្វើការផ្លាស់ប្ដូរក្នុងការដឹកនាំនេះព្រោះដោយសារតែពួកគេនឹងមិនប្រកាសថាតើនៅពេលដែលផ្លាស់ប្ដូរទៅនេះលទ្ធផលហ្នឹងវានឹងចេញមកមិនប៉ុន្តែនេះក៏ជាកន្លែងមួយដែលយើងត្រូវតែទទួលយកនៅបទពិសោធន៍នឹងដែរហើយបទពិសោធន៍នឹងវាប្រហែលជាអាចមានតម្លៃដែលយើងគួរតែសាកល្បងហើយយើងក៏អាចយកបទពិសោធន៍ពីមុនមកជួយធ្វើការសម្រេចចិត្តការផ្លាស់ប្ដូរដែលយើងកំពុងតែធ្វើដែរហើយយើងត្រូវចាំថាចេះបើសិនជាយើងមិនចូលចិត្តក្នុងការផ្លាស់ប្ដូរវាមានតែរឿងពីរទេបើយើងអត់ផ្លាស់ប្ដូរយើងស្លាប់បើយើងផ្លាស់ប្ដូរយើងអាចនឹងមានសង្ឃឹមក្នុងការរស់ខ្លះអញ្ចឹងគឺគេចង់ឲ្យយើងនឹងធ្វើការផ្លាស់ប្ដូរប៉ុន្តែឲ្យត្រូវច្បាស់លាស់ការផ្លាស់ប្ដូររបស់យើងដែលយើងកំពុងធ្វើនេះគឺយើងកំពុងតែធ្វើឲ្យខ្លួនយើងនឹងសម្របខ្លួនដើម្បីភាពរីកចម្រើនប៉ុន្តែមិនមែនធ្វើដោយសារតែភាពភ័យខ្លាចណាមួយនោះទេអញ្ចឹងកន្លែងនេះគឺគេចង់ឲ្យយើងនឹងចាំការសម្របខ្លួនណាគឺជារឿងល្អហើយប៉ុន្តែបើសិនជាធ្វើវាដោយការខ្លាចអានោះគឺជាការដែលយើងធ្វើដោយឲ្យខ្លួនឯងនឹងកំពុងតែបាត់បង់ភាពជាអ្នកដឹកនាំវិញឯងអញ្ចឹងគេឲ្យយើងចាប់អារម្មណ៍ហើយនឹងយើងត្រូវដឹងនៅកន្លែងនេះដែរពាក្យថា leadership មិនមែនជាពាក្យដែលមាននៅក្នុងវចនានុក្រមអីទេប៉ុន្តែគឺជាពាក្យមួយរបស់ John C. Maxwell ដែលគាត់ជាអ្នកបង្កើតពាក្យនឹងឡើងនៅខ្លួនឯងវាមានន័យថាយើងដែលជាថ្នាក់ដឹកនាំដែលជាអ្នកដឹកនាំមិនត្រូវជាប់គាំងជាមួយនឹងវិធីសាស្ត្រដដែលឬក៏វិធីសាស្ត្រចាស់នោះទេយើងត្រូវហ៊ានទទួលស្គាល់ថានៅពេលដែលគំនិតឬក៏វិធីសាស្ត្រណាមួយដែលប្រើការទៅគឺលែងមានប្រសិទ្ធភាពហើយគឺយើងត្រូវតែហ៊ានឲ្យខ្លួនឯងនឹងផ្លាស់ប្ដូរទៅរកអ្វីដែលល្អនិងមានប្រសិទ្ធភាពជាងមុនចំណុចទី2នេះគឺយើងនឹងនិយាយអំពីភាពជោគជ័យនៅក្នុងស្ថាប័នមួយវាក៏កំពុងតែឆ្លោះបញ្ចាំង
ពីភាពជោគជ័យរបស់បុគ្គលផ្ទាល់ខ្លួនដែររបៀបគិតរបស់អ្នកដឹកនាំគឺខុសពីមនុស្សធម្មតាសម្រាប់មនុស្សទូទៅភាពជោគជ័យមានន័យថាការសម្រេចគោលដៅនិងបេសកកម្មជីវិតរបស់ខ្លួនឯងទោះបីជាពេលខ្លះមានអ្នកដទៃមកជួយជ្រោមជ្រែងយើងក៏ដោយក៏ប៉ុន្តែមោទនភាពនៃការដែលយើងទទួលបាននូវភាពជោគជ័យនោះគឺភាគច្រើនគឺយើងតែងតែផ្ដល់គុណតម្លៃទាំងអស់នោះមកលើតែខ្លួនឯងម្នាក់ឯងព្រោះដោយសារតែយើងតែងតែគិតថាវាគឺជាក្តីសម័យរបស់យើងហើយបើយើងនិយាយទៅមួយទៀតវាក៏អត់ខុសដែរការដែលគេគិតអញ្ចឹងគ្រាន់តែនៅពេលដែលយើងខ្លាយទៅជាថ្នាក់ដឹកនាំម្នាក់ដែលយើងមានក្រុមដែលយើងមានអ្នកដើរតាមគឺយើងមិនអាចគិតអីតែពីខ្លួនឯងទេផលប្រយោជន៍ទាំងអស់គឺត្រូវតែមានចូលរួមជាមួយក្រុមដូចគ្នាដូច្នេះហើយទៅផ្នត់គំនិតនិងអាកប្បកិរិយារបស់យើងគឺត្រូវតែផ្លាស់ប្ដូរចឹងកន្លែងនេះគឺចង់និយាយថាអញ្ចឹងកាលណាពេលដែលយើងនៅតែខ្លួនមួយប្រកាសស្អីទាំងអស់នៅពេលដែលយើងធ្វើបានអាហ្នឹងគឺជាគុណសម្បត្តិរបស់យើងហើយប៉ុន្តែនៅពេលដែលយើងខ្លាយទៅជាអ្នកដឹកនាំគេមួយរូបមានន័យថាគ្រប់រឿងទាំងអស់គឺត្រូវតែគិតពីមនុស្សដែលនៅជុំវិញខ្លួនយើងដែរព្រោះការដែលអាចខ្លាយទៅជាអ្នកដឹកនាំម្នាក់គឺវាដូចជាការផ្លាស់ប្ដូរពីអ្នកដែលយើងកំពុងតែលេងភ្លេងម្នាក់ឯងទៅជាអ្នកដឹកនាំវងភ្លេងមួយក្រុមវិញអញ្ចឹងអ្នកលេងភ្លេងតែឯងប្រកាសប្រហែលជាយើងអាចធ្វើអីតាមតែខ្លួនឯងចង់បានអាចគិតតែពីខ្លួនឯងនិងលេងតាមរបៀបដែលខ្លួនឯងចង់បានហើយក៏យើងអាចទទួលបានជោគជ័យតែម្នាក់ឯងដែរប៉ុន្តែអ្នកដែលមានតួនាទីជាអ្នកដឹកនាំវងភ្លេងមួយក្រុមវិញគឺមិនអាចគិតតែម្នាក់ឯងទេគឺត្រូវគិតអំពីសមាជិកក្រុមទាំងអស់និងរបៀបនៃការសម្របសម្រួលគ្នាដើម្បីបង្កើតឲ្យសម្លេងភ្លេងដ៏អស្ចារ្យមួយនឹងចេញមករួមគ្នានៅក្នុងក្រុមរបស់យើងហើយនេះក៏ជាចំណុចមួយចំនួនដែលយើងត្រូវដឹងនៅពេលដែលយើងចាប់ផ្ដើមនៃការផ្លាស់ប្ដូរនេះយើងប្រហែលជាត្រូវប្រឈមមុខនឹងការពិតមួយចំនួនដែរហើយដែលវានឹងមានដូចជានៅខាងក្រោមនេះមួយយើងត្រូវបន្ថយល្បឿនខ្លួនឯងតិចដើម្បីអាចឲ្យអ្នកដទៃហ្នឹងដើរទាន់យើងបានប្រកាសអ្នកដឹកនាំភាគច្រើនគឺចូលចិត្តធ្វើសកម្មភាពលឿនសម្រាប់ចិត្តរហ័សប៉ុន្តែបើយើងពិតជាចង់ឲ្យក្រុមរបស់យើងជោគជ័យយើងក៏ត្រូវរៀនដើរយឺតខ្លះដែរដើម្បីឲ្យអ្នកដទៃហ្នឹងគឺអាចដើរទាន់យើងបានចំណុចទី2គឺទទួលស្គាល់ថាយើងក៏ត្រូវការអ្នកដទៃដែរប្រហែលជាយើងតែងតែធ្លាប់គិតថាក្រុមការងារគឺជាក្រុមមួយដែលត្រូវការយើងច្រើនជាងយើងត្រូវការពួកគាត់ប៉ុន្តែតាមការពិតមិនមែនបែបនោះទាំងស្រុងទេចាំអ្នកដឹកនាំពិតប្រាកដត្រូវដឹងថាខ្លួនក៏ត្រូវការក្រុមការងាររបស់យើងមកជួយជ្រោមជ្រែងយើងដែរព្រោះពួកគេនឹងក៏អាចជួយមកបំពេញនៅចំណុចខ្វះខាតរបស់យើងហើយក៏អាចផ្ដល់នៅទស្សនៈគំនិតថ្មីឬក៏បង្កើននៅភាពច្នៃប្រឌិតនៅក្នុងស្ថាប័នរបស់យើងថែមទៀតក៏អាចថាបានដែរចំណុចទី3នៅកន្លែងត្រង់នេះទី3គឺយើងត្រូវតែខិតខំស្វែងយល់អំពីអ្នកដទៃដែរនៅពេលដែលយើងខ្លាចទៅជាអ្នកដឹកនាំម្នាក់យើងមិនអាចគិតតែពីខ្លួនឯងទៀតឡើយយើងត្រូវតែចេះគិតពីអារម្មណ៍ពីតម្រូវការនិងផលប្រយោជន៍របស់មនុស្សដែលដើរតាមយើងដែរឧទាហរណ៍ដូចជាការរាំគេហៅថារាំ Tango តែយើងអាចដឹកនាំការរាំនឹងបានល្អលុះត្រាណាតែយើងយល់អំពីជំហាននិងអារម្មណ៍របស់ដៃគូរាំដែរហើយការដឹកនាំក៏ដូចគ្នាដែរយើងអាចដឹកនាំមនុស្សបានល្អនៅពេលដែលយើងយល់តើសកម្មភាពរបស់យើងមានផលប៉ះពាល់អីគេខ្លះដល់ពួកគាត់ដូច្នេះភាពជោគជ័យរបស់អ្នកដឹកនាំមិនមែនជាការឈ្នះតែឯងទេប៉ុន្តែគឺជាការដែលធ្វើឲ្យមនុស្សនៅជុំវិញខ្លួនរបស់យើងក៏រីកចម្រើនទៅជាមួយគ្នាដែរមកដល់ចំណុចទី3ចំណុចទី3នេះគឺយើងនិយាយអំពីការផ្លាស់ប្ដូរការផ្ដោតអារម្មណ៍ពីការសម្រេចគោលដៅទៅជាការអភិវឌ្ឍនៅសក្តានុពលវិញចឹងកន្លែងនេះគេចង់ឲ្យយើងដឹងថាចេះការសម្រេចចិត្តដ៏ធំបំផុតនៅក្នុងជីវិតគឺជាការសម្រេចចិត្តដែលអនុញ្ញាតឲ្យខ្លួនឯងនឹងតែងតែមានភាពរីកចម្រើននិងវិវត្តខ្លួនទៅមុខជានិច្ច
អ្នកដឹកនាំជាច្រើនណាបានចំណាយថាមពលទាំងអស់ទៅលើការកំណត់គោលដៅនិងត្រូវតែសម្រេចវាឲ្យបានប៉ុន្តែមានអ្នកដឹកនាំមួយចំនួនទូចប៉ុណ្ណោះដែលផ្ដោតទៅលើថាពួកគាត់ត្រូវតែធ្វើឲ្យខ្លួនឯងនឹងលូតលាស់ទៅជាមុនសិនអញ្ចឹងអ្នកដឹកនាំដែលចង់ពង្រីកនៅស្ថាប័នរបស់ខ្លួនឲ្យមានភាពរីកចម្រើននិងធំទៅបានណាតើតែយើងចេះគិតពីយុទ្ធសាស្ត្រដែរមែនអត់ហើយយើងក៏ត្រូវតែហ៊ានក្នុងការទទួលយកហានិភ័យដែលយើងបានគ្រោងទុកហើយយើងក៏ត្រូវតែចេះមួយចំនួនទៀតទៅលើការវិភាគទីផ្សារស្វែងយល់ពីឱកាសថ្មីនិងវាយតម្លៃអត្ថប្រយោជន៍ឬក៏ហានិភ័យនៃការពង្រីកអាជីវកម្មនឹងដែរអញ្ចឹងគឺចង់និយាយថាអញ្ចឹងបើសិនជាយើងជាថ្នាក់ដឹកនាំហើយយើងគិតតែពីរឿងថាអូមានគោលដៅត្រូវតែសម្រេចហើយយើងអត់អភិវឌ្ឍខ្លួនឯងប្រហែលជាអត់អាចទេព្រោះដោយសារតែការដឹកនាំមួយដែលល្អលុះត្រាណាតែថ្នាក់ដឹកនាំហ្នឹងគឺក៏ត្រូវមានជំនាញមួយចំនួនដែរដែលដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងណាមានន័យថាវាត្រូវតែមានជំនាញត្រូវតែមានយុទ្ធសាស្ត្រតកតងពីការវិភាគទីផ្សារស្វែងរកឱកាសថ្មីឬក៏វាតម្លៃហានិភ័យផ្សេងៗទៀតគឺសិតតែជាជំនាញដែលយើងត្រូវរៀនដែលយើងត្រូវតែអភិវឌ្ឍខ្លួនឯងដើម្បីឲ្យយើងនឹងអាចកាន់ការងារបានអញ្ចឹងទេក៏ចង់ប្រាប់ឲ្យយើងថាអ្នកដឹកនាំត្រូវតែមានចក្ខុវិស័យមួយគឺច្បាស់លាស់កំណត់គោលដៅដែលអាចសម្រេចបាននិងធ្វើយ៉ាងណាក៏ដោយគឺឲ្យក្រុមការងាររបស់យើងហ្នឹងយល់ពីចក្ខុវិស័យនោះច្បាស់ដូចគ្នាដែរបើសិនជាច្បាស់តែយើងប្រកាសណាក្រុមការងាររបស់យើងគឺគាត់នឹងអត់ធ្វើឲ្យចេញពីចិត្តទេហើយមួយទៀតក៏យើងត្រូវតែរៀនក្នុងការបើកចិត្តក្នុងការទទួលយកមតិយោបល់និងការកែសម្រួលវិធីសាស្ត្រផ្សេងទៀតដែលយើងដាក់ទៅនៅពេលដែលយើងចាំបាច់ណាមួយដែរព្រោះអីมันប្រកាសថាការគិតរបស់យើងនឹងគឺវាត្រូវទាំងអស់ហើយជួនពេលខ្លះក៏យើងខុសដែរចាំបើសិនជាយើងខុសយើងក៏អាចទទួលយកយោបល់ពីមនុស្សនៅជុំវិញខ្លួនយើងដែរអញ្ចឹងអ្នកដឹកនាំដែលផ្ដោតទៅលើភាពរីកចម្រើនព្រោះពួកគេមិនត្រឹមតែគ្រាន់តែចង់បានអតិថិជនឬក៏លក់ផលិតផលឲ្យដាច់ទេប៉ុន្តែគោលដៅសំខាន់របស់ពួកគេនឹងគឺមានន័យថាបង្កើតអីឲ្យវាកាន់តែប្រសើរឡើងដើម្បីឲ្យមនុស្សនឹងគឺចង់មករកខ្លួនឯងនឹងកាន់តែច្រើនអញ្ចឹងអានេះបើសិនជាយើងនិយាយតកតងអំពីនៅក្នុងរបររកស៊ីវិញព្រោះនៅពេលដែលយើងផ្ដោតទៅលើការคลายទៅជាមនុស្សម្នាក់ដែលល្អជាងមុនណាក្រុមការងាររបស់យើងដែលនៅក្រោមប្រកបយើងពួកគាត់ក៏រីកចម្រើនដែរហើយលទ្ធផលមួយរួមគ្នាគឺនៅពេលដែលយើងធ្វើឡើងគឺមានប្រសិទ្ធភាពខ្លាំងហើយវាក៏មានលទ្ធផលមួយដែលអស្ចារ្យសម្រាប់យើងដែរចំណុចមួយទៀតដែលគេចង់ឲ្យយើងចងចាំហ្នឹងគឺថាចេះអ្វីទាំងអស់គឺពឹងផ្អែកទៅលើការដឹកនាំបើអ្នកដឹកនាំមិនរីកចម្រើនប្រកាសថាស្ថាប័ននោះក៏ប្រកាសជាជាប់គាំងតែបើសិនជាអ្នកដឹកនាំហ្នឹងជាមនុស្សម្នាក់ដែរតែងតែព្យាយាមអភិវឌ្ឍខ្លួនឯងជាប់ជាបន្តស្ថាប័នមួយនោះក៏ប្រហែលជាអាចនឹងរីកចម្រើនដូចគ្នាដូច្នេះហើយបានគេចង់ឲ្យយើងហ្នឹងធ្វើការផ្លាស់ប្ដូរពីគ្រាន់តែការដាក់គោលដៅតាមមុខទៅជាការដែលចង់ឲ្យខ្លួនឯងហ្នឹងមានភាពរីកចម្រើនជាមុនសិនដែរហើយចំណុចទាំងអស់ហ្នឹងក៏គេឲ្យយើងនឹងដឹងនៅខាងក្រោមនេះគេនឹងនិយាយលម្អិតថែមទៀតថាតើយើងត្រូវតែមានស្អីគេខ្លះដែលយើងអភិវឌ្ឍខ្លួនឯងហើយយើងក៏ធ្វើឲ្យខ្លួនឯងប្រសើរឡើងអញ្ចឹងណាអញ្ចឹងនៅក្នុងនេះបើសិនជាយើងនិយាយពីការមានវិញគឺចំណុចទាំងអស់គឺមានដូចជា4ចំណុចនៅខាងក្រោមនេះចំណុចទី1គឺយើងស្វែងរកការលើកទឹកចិត្តពីខាងក្នុងខ្លួនរបស់យើងឯងមានន័យថាយើងមិនមែនទៅរកការលើកទឹកចិត្តពីគេទេរកពីក្នុងខ្លួនយើងគេនិយាយថាបើសិនជាយើងពឹងផ្អែកទៅលើកត្តាខាងក្រៅដែលមានដូចជាការវិតម្លៃពីអ្នកដទៃប្រហែលជាយើងអាចទៅត្រឹមតែមួយចំណុចមួយតែប៉ុណ្ណោះជាពិសេសនៅពេលដែលយើងជួបបញ្ហាយើងអាចដើរទៅមុខទៀតទេដោយសារតែយើងត្រូវការឲ្យគេនឹងវិតម្លៃយើងព
ប៉ុន្តែគេចង់ឲ្យយើងចេះវិញនៅពេលដែលយើងច្បាស់ពីខ្លួនឯងនៅពេលដែលយើងចង់ឲ្យខ្លួនយើងមានកម្លាំងចិត្តណាគឺយើងត្រូវបដោះចេញពីក្នុងខ្លួនយើងនឹងមកវិញសិនហើយបើសិនជានៅក្នុងខ្លួនយើងចេះលើកទឹកចិត្តខ្លួនឯងចេះទៅសើខ្លួនឯងនោះគ្មានអីដែលអាចមកប្រឈប់យើងបានទេមានន័យថាយើងឈប់គិតអំពីការវាយតម្លៃរបស់អ្នកដទៃហើយយើងមកធ្វើឲ្យខ្លួនឯងចេះលើកទឹកចិត្តខ្លួនឯងវិញអាហ្នឹងវាល្អប្រសើរជាងចំណុចទី2ត្រូវច្បាស់លាស់អំពីអ្វីដែលយើងចង់អភិវឌ្ឍកន្លែងនេះគេចង់ថាចេះកុំចេះតែចង់អភិវឌ្ឍមានន័យថាចេះកុំចេះតែចង់រៀនណាកុំព្យាយាមអភិវឌ្ឍនិយាយរួមទៅគ្រប់ផ្នែកទាំងអស់នៅក្នុងជីវិតយើងនៅក្នុងតែមួយពេលយើងត្រូវចាំថាវាអាចទៅរួចទេយើងរៀនមិនអស់បើអីដែលយើងត្រូវរៀននឹងច្រើនចង្អប់ហ្នឹងអញ្ចឹងហើយយើងត្រូវតែចេះជ្រើសរើសហើយនៅក្នុងពេលដែលគេឲ្យយើងជ្រើសរើសហ្នឹងគេឲ្យយើងជ្រើសរើសធំតែ2ឬក៏3ផ្នែកដែលសំខាន់បំផុតទៅបានហើយយើងត្រូវបដោតប្រឹងរៀនប្រឹងធ្វើអញ្ចឹងនៅពេលដែលយើងប្រឹងដោតតាមមួយផ្នែកអញ្ចឹងណាវានឹងធ្វើឲ្យប្រសិទ្ធភាពរបស់យើងនឹងវាខ្ពស់ជាងមុនដែលចង់រៀនគឺប្រកាសណាចង់រៀន5 6ប៉ុន្តែកំណត់សិនណាមួយណាដែលល្អជាងគេមួយណាដែលយើងកំពុងត្រូវការជាងគេអញ្ចឹងកំណត់ធំតែ2ដល់3សិនទៅហើយយកមកអភិវឌ្ឍចំណុចទី3នេះគឺគុំកំណត់ពេលសម្រាប់ការអភិវឌ្ឍខ្លួនអញ្ចឹងកន្លែងនេះគេចង់និយាយថាចេះមនុស្សខ្លះចង់ឃើញលទ្ធផលលឿនណាទាំងតែខ្លួនឯងនឹងអត់ទាន់ចាប់ផ្ដើមរៀនផងហើយមួយទៀតនៅពេលដែលរៀនហើយនឹងគ្រាន់តែចាប់ផ្ដើមពឹបគឺមានការរំពឹងបាត់ហើយថាចង់បានផលបែបម៉េចអញ្ចឹងកន្លែងត្រង់នេះគឺគេចង់និយាយថាផ្នត់កំណត់ហ្នឹងគឺខុសហើយបើសិនជាយើងធ្វើអញ្ចឹងណាយើងអាចដើរបានឆ្ងាយទេព្រោះអីប្រកាសរៀនភ្លាមមិនចេះភ្លាមទេរៀនភ្លាមមិនយល់ភ្លាមទេហើយក៏មិនប្រកាសថាពេលដែលយើងរៀនហើយយើងចេះអាហ្នឹងយើងអាចទៅធ្វើការរីកចម្រើននឹងបានដែរប៉ុន្តែវាមានផ្សាយផ្សំនៅធាតុជាច្រើនទៀតចូលទៅក្នុងហ្នឹងអញ្ចឹងកន្លែងត្រង់នេះគេចង់ឲ្យយើងនឹងចាប់អារម្មណ៍ចេះវិញយើងត្រូវមើលឲ្យឃើញពីរូបភាពធំជាងហ្នឹងហើយយើងក៏ត្រូវតែទទួលស្គាល់ថារាល់សកម្មភាពទូចៗរបស់យើងថ្ងៃនេះដែលយើងបានធ្វើវាក៏ប្រហែលជាជំហានមួយនៅក្នុងដំណើរការដែរដើម្បីនាំឲ្យយើងនឹងទៅរកភាពជោគជ័យប៉ុន្តែវាមិនមែនជាចុងបញ្ចប់នោះទេព្រោះការអភិវឌ្ឍខ្លួនណាគួរតែคล้ายទៅជាការងារដ៏មានតម្លៃមួយដែលយើងត្រូវប្រកាន់ខ្ជាប់ពេញមួយជីវិតរបស់យើងមានន័យថាការអភិវឌ្ឍខ្លួនយើងត្រូវចាត់ទុកថាដូចញ៉ាំបាយអញ្ចឹងត្រូវតែធ្វើវាជាប់ជាប្រចាំណាបើអត់ញ៉ាំទេស្គមហ្មងអញ្ចឹងទី4គឺគេឲ្យយើងនឹងផ្លាស់ប្ដូរការផ្ដោតអារម្មណ៍ពីគុណអត្ថប្រយោជន៍នៃតំណែងណាឲ្យទៅជាតម្លៃនៃការដឹកនាំវិញគុំចេះតែចង់បានតំណែងប៉ុន្តែត្រូវដឹងថាតើយើងបាក់ដាក់បញ្ចូលឲ្យគេខ្លះទៅក្នុងការដឹកនាំរបស់យើងហ្នឹងអញ្ចឹងជារៀងរាល់ថ្ងៃអ្នកដឹកនាំគ្រប់រូបទាំងអស់តែងតែមានជំរើស2នៅក្នុងការសម្រេចចិត្តរបស់ខ្លួនឯងគឺពួកគេអាចជ្រើសរើសផ្ដោតទៅលើតើខ្ញុំទទួលបានអត្ថប្រយោជន៍gìនៅពេលដែលខ្ញុំដឹកនាំមករឿងហ្នឹងឬក៏យើងអនុញ្ញាតឲ្យខ្លួនឯងជ្រើសរើសទៅលើតើខ្ញុំអាចបង្កើតតម្លៃអីគេខ្លះសម្រាប់មនុស្សដែលខ្ញុំបានដឹកនាំអញ្ចឹងយើងរងថ្ងៃយើងមាន2អញ្ចឹងយើងជ្រើសរើសយកមួយណាអញ្ចឹងណាចុះកន្លែងនេះគឺចង់ឲ្យយើងដឹងថាអញ្ចេះអត្ថប្រយោជន៍ដែលយើងបានពីការដឹកនាំឬក៏នៃការដឹកនាំរបស់យើងវាគឺជារង្វាន់មួយដែលមកជាមួយនឹងតំណែងឋានៈការទទួលស្គាល់អំណាចកិត្តិយសនិងអត្ថប្រយោជន៍ផ្សេងៗទៀតចឹងទៅហើយមនុស្សគ្រប់គ្នាគឺសុទ្ធតែចូលចិត្តចង់ឲ្យខ្លួនឯងហ្នឹងទទួលបាននៅរឿងទាំងអស់ហ្នឹងប៉ុន្តែគេចង់ឲ្យយើងហ្នឹងធ្វើការផ្លាស់ប្ដូរបន្តិចវិញគឺយើងត្រូវគិតផ្ដោតទៅលើថាអីគេដែលយើងទទួលបានពីខ្លួនឯងទៅជាគិតទៅដល់មនុស្សថាតើអីគេដែលខ្ញុំអាចដាក់បញ្ចូលទៅឲ្យមនុស្សដែលខ្ញុំកំពុងតែដឹកនាំហ្នឹងមានតែយើងផ្ដោតពីអីដែលយើងទទួលបានខ្លួនឯងទៅជាគិតទៅដល់មនុស្សដែលយើងកំពុងដឹកនាំ
ចឹងសំណួរសួរថាចេះហេតុអីបានជាការផ្លាស់ប្ដូរនេះវាសំខាន់សម្រាប់យើងអញ្ចឹងចម្លើយគេក៏ឲ្យមកយើងដែរគេថាចេះព្រោះដោយសារតែការដឹកនាំពិតប្រាកដណាគឺគេនិយាយអំពីមនុស្សហ្នឹងមុននឹងនិយាយអ្វីៗទាំងអស់អញ្ចឹងបើសិនជាយើងផ្ដោតទៅលើអត្ថប្រយោជន៍ផ្ទាល់ខ្លួនរបស់យើងប្រហែលជាយើងអាចនឹងក្លាយជាអ្នកដឹកនាំដែលប្រើប្រាស់មនុស្សដើម្បីផលប្រយោជន៍ខ្លួនឯងហើយការធ្វើបែបអញ្ចឹងអត់យូរទេអ្នកដើរតាមនឹងបាត់បង់ទំនុកចិត្តនៅលើយើងជាក់ជាមិនខានហើយទីបំផុតការបរាជ័យក៏កើតឡើងចំពោះយើងដែរដូច្នេះហើយបើសិនជាយើងចង់ធ្វើការអីមួយដែលឲ្យឈ្នះក្នុងរយៈពេលមួយយូរអង្វែងណាគឺកុំប្រញាប់រត់រោតែអត្ថប្រយោជន៍ខ្លួនឯងពេកតែផ្ទុយទៅវិញត្រូវផ្ដោតធម៌ពលនិងសមត្ថភាពរបស់យើងទៅលើការផ្ដល់តម្លៃពិតប្រាកដឲ្យទៅមនុស្សជុំវិញខ្លួនយើងប្រសើរជាងហើយពេលវេលានឹងនាំនៅរង្វាន់ឬក៏នាំមកនៅរឿងដែលល្អមកឲ្យយើងដល់ខ្លួនឯងហើយកុំភ័យពេកបើយើងដឹកនាំគេបានល្អអញ្ចឹងប្រកាសគេនឹង100យើងវិញអ្នកដឹកនាំខ្លះចង់ខ្លាយទៅជាអ្នកដឹកនាំក៏ដោយសារតែគ្រាន់តែចង់បានអត្ថប្រយោជន៍ទេប៉ុន្តែនិយាយឲ្យវាស្មោះត្រង់ទៅហ្មងណាកុំធ្វើបែបនេះអីវាអត់ធ្វើឲ្យយើងនឹងរីកចម្រើនបានយូរហ្មងទេប៉ុន្តែយើងត្រូវធ្វើចេះដើម្បីឲ្យយើងនឹងបានតម្លៃនៃការដឹកនាំវិញវាប្រសើរជាងត្រូវធ្វើគេខ្លះខ្ញុំមកដឹកនាំនៅកន្លែងហ្នឹងខ្ញុំមានអីឲ្យគេតើគេរីកចម្រើនគេខ្លះក្រោមការដឹកនាំរបស់ខ្ញុំអញ្ចឹងអាកន្លែងហ្នឹងដែលយើងត្រូវសួរខ្លួនឯងវិញចាំការដឹកនាំរបស់មនុស្សគឺមិនមែនជាការងាយស្រួលទេដឹកនាំមនុស្សមិនងាយទេតែយើងដឹកនាំខ្លួនយើងក៏ពិបាកដែរវាហាក់ដូចជាបើគេឧទាហរណ៍ទៅវាហាក់ដូចជាផ្លូវមួយដែលយើងកំពុងដើរឡើងភ្នំអញ្ចឹងអ្វីដែលយើងត្រូវការគឺត្រូវការកម្លាំងចិត្តត្រូវការភាពអត់ធ្មត់ការលះបង់ហើយការទទួលខុសត្រូវនឹងអខ្លាំងដូចគ្នាដែរបានយើងអាចឡើងទៅដល់បានរឿងមួយទៀតគឺថាអញ្ចេះពេលដែលយើងសម្រេចចិត្តថាយើងជ្រើសរើសដើរតាមផ្លូវនេះដើម្បីឆ្ពោះទៅកាន់ភាពជាអ្នកដឹកនាំដ៏អស្ចារ្យកន្លែងនេះក៏គេត្រូវតែឲ្យយើងនឹងទទួលស្គាល់ថាអញ្ចេះអត់មានផ្លូវកាត់ដែលយើងអាចដើរទៅបានទេអញ្ចឹងគុំថាចង់ឲ្យខ្លួនឯងខ្លាចទៅជាអ្នកដឹកនាំល្អហើយទៅរកផ្លូវកាត់គឺវាអត់មានទេហើយក៏ត្រូវទទួលស្គាល់មួយទៀតថាដំណើរនេះនៅតាមផ្លូវហ្នឹងប្រហែលជាយើងក៏អាចជ្រុះមនុស្សខ្លះហ្នឹងនៅតាមផ្លូវដែរចឹងគេមិនអាចដើរតាមយើងនឹងរហូតបាននោះទេយើងត្រូវចាំឡើងនេះដូច្នេះចូលរក្សាគេចង់និយាយថាវានឹងមានរឿងកាត់ឡើងច្រើនណាប៉ុន្តែយើងក៏ត្រូវតែរក្សានៅភាពមុខមុតនឹងការតាំងចិត្តរបស់យើងដែលជាអ្នកដឹកនាំគឺវាសំខាន់ខ្លាំងចឹងពីរនេះគឺត្រូវតែធ្វើមិនក៏ដោយឲ្យមាននៅក្នុងខ្លួនរបស់យើងព្រោះវាអាចជួយឲ្យយើងផ្ដោតអារម្មណ៍មានកម្លាំងចិត្តនិងអាចឆ្លងកាត់នៅបញ្ហាប្រឈមផ្សេងទៀតបានហើយវាក៏ជាគំរូមួយសម្រាប់ក្រុមការងាររបស់យើងនិងការបង្កើតទំនុកចិត្តថាគោលដៅនោះយើងប្រកាសជាអាចសម្រេចរួមគ្នាបានមួយទៀតតើតើអំពីការតាំងចិត្តវាក៏ជួយបង្កើតនៅភាពរឹងមាំផ្លូវចិត្តនិងសមត្ថភាពក្នុងការសម្របខ្លួននៅពេលដែលយើងជួបនៅបញ្ហាលំបាកណាមួយក៏ដោយសំណួរនេះគឺចង់សួរថាតើអ្នកដឹងអត់មុនពេលដែលអ្នកណាម្នាក់សម្រេចចិត្តថាដើរតាមអ្នកដឹកនាំមនុស្សភាគច្រើនគឺតែងតែសួរនៅសំណួរស្ងាត់នៅក្នុងចិត្តខ្លួនឯងនៅ3សំណួរនេះទី1តើមនុស្សម្នាក់ហ្នឹងពិតជាយកចិត្តទុកដាក់ចំពោះខ្ញុំហ្នឹងមែនអត់សំណួរទី2តើម្នាក់ហ្នឹងសមនឹងទទួលបានទំនុកចិត្តចេញពីខ្ញុំវិញអត់សំណួរទី3តើម្នាក់ហ្នឹងអាចជួយខ្ញុំឲ្យរីកចម្រើនបានអត់អញ្ចឹងនិយាយឲ្យស្មោះត្រង់ទៅគឺថាអញ្ចេះក្នុងនាមជាអ្នកដឹកនាំគឺយើងត្រូវតែបង្កើតសកម្មភាពនិងវិធីដឹកនាំរបស់យើងដែលប្រកាសថាគឺយើងអាចឆ្លើយតបទៅនឹងសំណួរខាងលើនេះបានមានន័យថាសំណួរនេះគឺគេសួរថាគេទុកចិត្តយើងបានអត់យើងអាចនាំគេទៅរកភាពរីកចម្រើនបានអត់អញ្ចឹងយើងត្រូវតែធ្វើសកម្មភាពមិនក៏ដោយឲ្យគេដឹងថាយើងពិតជាអាចធ្វើបាន
យើងពិតជាអាចដឹកនាំគេឲ្យមានប្រយោជន៍បានយើងក៏ពិតជាដឹកនាំគេឲ្យទៅរកផ្លូវមួយដែលល្អនឹងបានគឺអញ្ចឹងយើងត្រូវតែប្រកាសខ្លួនយើង